សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេចេញមកឡងទៀតហើយដំណើរខ្មោចរបស់យើងថ្ងៃនេះគឺបានមកពីបងស្រីម្នាក់ឈ្មោះថាបងសែនហើយសាច់រឿងនេះផងដែរគឺកើតយូរដែរហើយប្រហែលជា20ឆ្នាំមុនហើយរឿងរ៉ាវរន្ធត់ដែលមិននឹកស្មានដល់ហ្នឹងគឺកើតទៅលើបងសែននៅពេលដែលបងសែនហ្នឹងទៅលេងផ្ទះមិត្តភ័ក្តិរបស់គាត់នៅទីរួមខេត្តបានរឿងរ៉ាវចម្លែកធ្លាក់មកលើគាត់នៅពេលហ្នឹងឯងហើយគុំចំណាយពេលវេលាពុកម៉ែបងប្អូនយូរយើងទៅស្ដាប់រឿងពេញទាំងអស់គ្នាទៅណាថាសាច់រឿងនេះមានរឿងអ្វីប្លែកធ្លាក់ទៅលើពួកគាត់យើងទៅស្ដាប់រឿងពេញហ្នឹងទៅបានដឹងថាសាច់រឿងរបស់គាត់ហ្នឹងយ៉ាងម៉េចខ្លះហើយក៏សូមបញ្ជាក់បងប្អូនមួយទៀតស្ដាប់រឿងនេះជឿឬក៏មិនជឿសូមស្ដាប់សាច់រឿងទុកជាការកំសាន្តទៅណាកុំដាក់សម្ពាធទៅលើរឿងរ៉ាវហ្នឹងពេកបងសែនគាត់រស់នៅរាជធានីភ្នំពេញហើយគាត់ក៏រៀនចប់ដែរហើយឥឡូវគាត់មកបន្តការសិក្សានៅមហាវិទ្យាល័យមួយចឹងហើយនៅពេលដែលមករៀននៅមហាវិទ្យាល័យមួយហ្នឹងហើយបានគាត់ស្គាល់មិត្តភ័ក្តិមួយឈ្មោះថាបងថាំងហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺនៅទីរួមខេត្តមួយទេណាហើយបងថាំងបានគាត់នៅទីក្រុងភ្នំពេញស្រាប់អញ្ចឹងពួកគាត់ស្គាល់គ្នានៅពេលដែលពួកគាត់ហ្នឹងមករៀនមហាវិទ្យាល័យតែមួយអញ្ចឹងក៏មានភាពស្និទ្ធស្នាលនឹងការរាប់អានតាំងពីពេលហ្នឹងមកហើយពួកគាត់ពីអ្នកហ្នឹងគឺចូលចិត្តគូរុកមែនតើដោយសារពួកគាត់មានជំនាញនឹងខាងដុងខាងគូរុកហើយគូរុកមិនមែនអត់ស្អាតទេបងប្អូនគឺគាត់គូរុកប្រសពមែនតើណាហើយគាត់គូរុកស្អាតមែនតើគាត់ថាពេលតនេដែលគាត់តនេពីការរៀនសូត្រអញ្ចឹងគាត់ក៏បបួលគ្នាទៅកន្លែងដែលមានទេសភាពស្អាតដើម្បីគូរុកអញ្ចឹងទៅកន្លែងណាក៏ដោយឮគេថាកន្លែងណាមានទេសភាពស្អាតពួកគាត់នឹងធ្វើដំណើរទៅឲ្យអត់ចាំយូរណាអាហ្នឹងនៅពេលដែលតនេបងសែនហើយនឹងបងថាំងហ្នឹងគឺជាមិត្តភ័ក្តិដែលស្និទ្ធស្នាលគ្នាមែនតើទៅណាមកណាក៏ហៅគ្នាទៅវិញទៅមកអញ្ចឹងហើយបងសែនគាត់ថាមានថ្ងៃមួយថ្ងៃដែលគាត់តនេពីការសិក្សារបស់គាត់ក៏បងថាំងហ្នឹងបបួលគាត់ហ្នឹងទៅលេងស្រុកកំណើតរបស់បងថាំងដែលនៅទីរួមខេត្តមួយហើយអញ្ចឹងទៅបងថាំងក៏បាននិយាយប្រាប់បងសែនថានៅស្រុកកំណើតរបស់គាត់ហ្នឹងគឺមានទេសភាពស្អាតដែលធ្វើឲ្យយើងចាប់អារម្មណ៍ចង់ជួគូរុកគូអីចឹងហើយបងសែនពេលហ្នឹងឮថាមានទេសភាពស្អាតហើយគាត់ចូលចិត្តគូរុកអីទៀតអញ្ចឹងអត់មានបដិសេធបងថាំងទេនិយាយថាយល់ព្រមលឿនហ្មងហើយពេលហ្នឹងដែរពួកគាត់ក៏អត់មានចាំយូរដែរណាហើយគាត់ចេញទៅថ្ងៃហ្នឹងហ្មងដោយសារតែគាត់ទៅនៃពីការងារហើយគាត់នឹងធ្វើដំណើរពីព្រឹកអីចឹងទៅដល់ថ្ងៃត្រង់បានទៅដល់ផ្ទះបងថាំងហើយបងសែនពេលទៅដល់ហ្នឹងគាត់ថាផ្ទះបងថាំងហ្នឹងគឺមានសភាពចាស់មែនទែនហើយផ្ទះឈើខ្ពស់បងប្អូនហើយថាផ្ទះហ្នឹងវាមានរូបរាងលក្ខណៈជាតាមសម័យបុរាណណាផ្ទះលក្ខណៈសម័យបុរាណណាហើយវាមិនសូវថ្មីទេផ្ទះហ្នឹងដូចជាចាស់ដែរហើយគាត់មើលសភាពទៅដូចជាយូរឆ្នាំហើយផ្ទះនេះជាបែរជាបន្សល់ពីជីតាប្រកួតអីចឹងណាអាហ្នឹងគាត់មើលសភាពផ្ទះតែគាត់អត់ហ៊ាននិយាយលឺទេណាខ្លាចបងថាំងអន់ចិត្តអន់អីចឹងទៅអាហ្នឹងបានតែគិតក្នុងចិត្តរបស់គាត់ទេណាហើយបងសែនគាត់ថាពេលគាត់ចូលទៅដល់ក្នុងផ្ទះហ្នឹងទៅគាត់សម្លឹងទៅមើលជុំវិញផ្ទះរបស់បងថាំងគឺជាចំការដែលមានដំណាំគ្រប់ប្រភេទចឹងបងប្អូនហើយក៏មានដីតនេអីសម្រាប់ឲ្យពួកគាត់អាចនឹងគល់លេងនិយាយគ្នាដើម្បីគូររូបទេសភាពអីចឹងទៅហើយបងសែនក៏ថាទេសភាពដែលបងថាំងនិយាយប្រាប់ថាស្រុកកំណើតរបស់គាត់មានទេសភាពស្អាតគាត់ថាដូចពាក្យបងថាំងនិយាយមែនហើយពេលទៅគាត់ទៅដល់ហ្នឹងគឺមានអារម្មណ៍ស្រស់ស្រាយមែនទែនដោយសារតែឃើញទេសភាពពណ៌បៃតងមានអីប្លែកដូចនៅទីក្រុងអញ្ចឹងគឺគាត់មានអារម្មណ៍ថាហើយពេលគាត់ទៅដល់ភ្លាមហ្នឹងគឺគាត់បានទៅជ្រាបសួរពុកម្ដាយរបស់បងថាំងហើយបងសែនក៏ថាពុកម្ដាយរបស់បងថាំងហ្នឹងគឺរុះរាយរាក់ទាក់ដាក់គាត់មែនទែនសួរនាំហាក់បីដូចជាស្គាល់គាត់ពីមុនអញ្ចឹងណាហើយចាត់ទុកគាត់ដូចជាកូនបង្កើតរបស់គាត់ម្នាក់ទៀតអញ្ចឹងណាហើយបងសែនគាត់ពេលហ្នឹងគាត់សប្បាយដោយសារតែមានទេសភាពស្អាតហើយមកដល់ផ្ទះរបស់គាត់ទៀតមានឪពុកម្ដាយរបស់បងថាំងរាក់ទាក់យ៉ាងធ្វើឲ្យគាត់អត់មានភាពភ័យខ្លាចអីចឹងណាហើយបងសែនហើយនឹងបងថាំងហ្នឹងក៏មកដល់ភ្លាមគឺអត់មានទៅដើរលេងឬក៏ទៅស្រូបខ្យល់អាកាសអីទេពួកគាត់ធ្វើដំណើរហត់អញ្ចឹងទៅពួកគាត់ក៏
ធ្វើការធ្វើម្ហូបធ្វើអីជាមួយនឹងពុកម្ដាយបងខាងហ្នឹងក៏ហូបបាយហូបអីចឹងទៅណាហើយខ្ញុំរំលងមកដល់ពេលយប់បងប្អូនហើយពេលយប់ហ្នឹងបងសែនគាត់ថាយប់ហ្នឹងគឺគាត់គេញ៉ាំលក់ទេដោយសារតែផ្លែកន្លែងផ្លែកអីអញ្ចឹងគឺគាត់អត់ដែរមកគេងកន្លែងបែបហ្នឹងអញ្ចឹងគាត់ថាយប់ហ្នឹងគាត់គេងយ៉ាងណាក៏គេញ៉ាំលក់ដែរគាត់ដឹងមិនដែរហើយខ្ញុំបញ្ជាក់មួយទៀតសភាពផ្ទះរបស់បងថាំងគឺផ្ទះឈើទេហើយផ្ទះឈើហ្នឹងធំណាបងប្អូនមានពីរបន្ទប់អីចឹងណាហើយបងថាំងហើយនឹងបងសែនហ្នឹងគាត់គេងមួយគ្នាយប់ហ្នឹងណាហើយពេលហ្នឹងដែរបងថាំងគាត់ក៏គេងលក់បាត់ហើយណានៅតែបងសែនគាត់គេងអត់លក់ហើយនៅបន្ទប់របស់គាត់ហ្នឹងគឺមានប្អួយមួយដែលយើងអាចបើកទៅមើលឃើញព្រះអាទិត្យឬក៏ព្រះច័ន្ទអីច្បាស់អញ្ចឹងណាហើយបងសែនពេលហ្នឹងដែរគាត់គេងអត់លក់អញ្ចឹងក៏ងើបពីក្រែរបស់គាត់គេហ្នឹងណាដើរសំដៅទៅរកប្អួយដែលប្អួយនៅក្បែរបន្ទប់របស់គាត់នៅក្បែរក្រែរបស់គាត់បើកមើលព្រះច័ន្ទព្រះអីចឹងណាអាហ្នឹងតាមការអត់សុខរបស់គាត់ព្រោះគាត់មកសង្ងំអីក៏គេអត់លក់អញ្ចឹងមានតែទៅមើលព្រះច័ន្ទព្រះអីចឹងទៅដើម្បីកំដរការអត់សុខរបស់គាត់ហើយនៅពេលដែលបងសែនគាត់កំពុងតែផ្ដោតអារម្មណ៍មើលទេសភាពហើយព្រះច័ន្ទអីពេលយប់ចឹងណាក៏គាត់ពេលហ្នឹងដែរគឺគាត់ឮសំឡេងសត្វឆ្មាយំហើយសត្វឆ្មាហ្នឹងយំមិនមែនយំនៅជិតគៀកគាត់ទេណាគឺយំពីចង្ងាយពីក្រោយចការបស់គាត់ដូចខ្ញុំបញ្ជាក់ខាងលើថាជុំវិញផ្ទះបងថាំងมันមានចកាធំមែនតើអញ្ចឹងគឺសំឡេងសត្វឆ្មាហ្នឹងគឺយំមកពីខាងចកាហ្នឹងពីក្នុងចកាហ្នឹងមកលឺលហិហើយគាត់បងសែនក៏ថាសំឡេងសត្វឆ្មាហ្នឹងយំគួរឲ្យខ្លាចមែនតើគាត់ឡើងបាសរោមពេលហ្នឹងហើយគាត់ឮសំឡេងសត្វឆ្មាហ្នឹងហើយក៏គាត់ប្រឹងសម្លឹងតែអត់ឃើញទេដោយសារតែវាយប់ហើយឮតែសំឡេងហើយពេលហ្នឹងដែរគឺគាត់អត់ហ៊ានទៅប្រាប់បងថាំងបងអីទេខ្លាចរំខានបងថាំងសម្រាប់អីចឹងណាពេលហ្នឹងបងសែនមានអារម្មណ៍ថាអត់ស្រួលណាគាត់ព្រឹករោមព្រឹកអីឡើងបាសរោមបាសអីច្រាងចឹងណាហើយពេលហ្នឹងដែរក៏គាត់អត់ចាំយូរដែរក៏បញ្ញាប់បិទប្អួយវិញណាហើយឆាប់ចូលកន្លែងគេងរបស់គាត់វិញទៅដោយសារតែគាត់ខ្លាចនៅតែអីទៀតបើនៅទៀតខ្លាចឃើញឆ្មាអីចេញមកមែនតើអីមិនងាប់របស់គាត់ដែរអញ្ចឹងក៏គាត់បិទប្អួយដើម្បីដើរមកកន្លែងក្រែរបស់គាត់គេងវិញហើយនៅពេលដែលគាត់សង្ងំគេហ្នឹងគាត់គិតក្នុងចិត្តម្នាក់ឯងថាពេលហ្នឹងខ្មោចលងឬក៏សត្វឆ្មាយំមែនតើពេលហ្នឹងក៏គាត់អត់យល់ដែរណាដោយសារតែឮពីចង្ងាយអញ្ចឹងក៏ហើយធ្វើហើយណាចាំព្រឹកឡើងចាំសួរឪពុកម្ដាយបងថាំងអីចឹងទៅអត់ហ៊ានដាស់បងថាំងសួរពេលយប់ពេលបងថាំងពងដេកខ្លាចរំខានណាអញ្ចឹងក៏ទ្រាំសង្ងំគេងទៅណាហើយក៏ថាពេលហ្នឹងដែរគឺគាត់សង្ងំគេងហ្នឹងមិនដឹងថាគេងលក់ពេលណាក៏មិនដឹងណានៅពេលដែលគាត់ភ្ញាក់ឡើងហ្នឹងឮសំឡេងមន់ងាវដែរអញ្ចឹងវាភ្លឺល្មមហើយនៅពេលដែលគាត់ភ្ញាក់ពីគេងហ្នឹងគាត់សម្លឹងទៅមើលបងថាំងដែលនៅក្បែរគាត់ហ្នឹងគឺអត់ឃើញបងថាំងទេហើយក៏គាត់ឆាប់ងើបពីគេងចុះពីលើផ្ទះចុះអីទៅក៏ឃើញឪពុករបស់បងថាំងកំពុងតែស្រោចដំណាំនៅចកាក្រោយផ្ទះរបស់គាត់ឃើញកំពុងស្រោចដំណាំហើយក៏គាត់អត់ចាំយូរក៏បញ្ញាប់ទៅជួយស្រោចដំណាំរបស់ឪពុកបងថាំងដោយសារតែនៅផ្ទះគេខ្លាចគេថាខ្ជិលជាអស់អញ្ចឹងក៏បញ្ញាប់ទៅជួយស្រោចទឹកស្រោចដំណាំអីចឹងទៅហើយពេលហ្នឹងដែរគឺអត់ឃើញបងថាំងណាអត់ដឹងបងថាំងទៅណាទេឃើញតែឪពុករបស់បងថាំងទេហើយក៏ទៅស្រោចទឹកបដើជជែកជាមួយឪពុកបងថាំងបដើអញ្ចឹងណាជជែកគ្នាអស់មួយសន្ទុះអញ្ចឹងទៅក៏បងសែនហ្នឹងក៏សួររឿងយប់មិញដែលគាត់ឮសំឡេងឆ្មាចេញពីក្នុងចកាហើយពេលហ្នឹងដែរគឺគាត់សួរទៅប៉ាបងថាំងតែគាត់ឆ្ងល់មែនតើថាពេលគាត់សួរសំណួរមួយហ្នឹងទៅប៉ាបងថាំងអត់តបអត់អីទេក៏ដើរចេញពីគាត់ទៅក្នុងផ្ទះរបស់គាត់វិញណាហើយបងសែនពេលហ្នឹងគាត់ក៏អត់មានបញ្ហាដែរណាអត់គិតច្រើនគិតអីណាដោយសារតែខ្លាចឪពុករបស់បងថាំងខ្លាចគាត់រវល់ខ្លាចអីចឹងណាអញ្ចឹងក៏ធ្វើការដើរពីក្រោយរបស់ឪពុកបងថាំងដើរសម្ដៅទៅក្នុងផ្ទះវិញទៅណាដោយសារតែគាត់ស្រោចដំណាំស្រោចយីហើយណាអញ្ចឹងក៏ដើរពីក្រោយឪពុកបងថាំងនឹងចូលទៅក្នុងផ្ទះអីចឹងទៅហើយពេលគាត់ដើរមកដល់ក្នុងផ្ទះក៏ឃើញបងថាំងហើយនឹងម្ដាយរបស់គាត់កំពុងតែរៀបចំអាហារពេលព្រឹកអញ្ចឹងពួកគាត់ក៏ធ្វើការហូបអាហារពេលព្រឹកជុំគ្នាទាំងជជែកគ្នាផងហូបផងចឹងណាហើយបងថាំងក៏បាននិយាយពេលគាត់ពងបាយមួយគ្នាហ្នឹងថាប្រាប់ទៅបងសែនថាពេលយើងបាយហើយចាំគាត់នាំទៅលេងក្នុងចកាដើម្បីគូរូគូអីចឹងណា
អាហ្នឹងគឺគាត់ប្រាប់ទៅបងសែនហើយបងសែនក៏អត់មានបញ្ហាអីដែរបានតែឆ្លើយចាស់ដោយសារតែគាត់ចាំបងថាំងជូនដើរលេងទៅមើលទេសភាពមើលអីដើម្បីគូរូគូអីអញ្ចឹងគាត់មកហ្នឹងដើម្បីទៅមើលទេសភាពដើម្បីគូរូគូអីហ្នឹងហើយបន្ទាប់ពីពួកគាត់ហូបបាយហូបអីហើយក៏បងថានហ្នឹងបបួលបងសាហ្នឹងទៅមើលទេសភាពហើយក៏គូរូបនៅក្រៅចការបស់គាត់ហើយកន្លែងដីតនេហើយមានដើមឈើតិចខ្យល់បក់ល្វិចអញ្ចឹងពួកគាត់មានអារម្មណ៍ថាសប្បាយមែនទែនដោយសារតែមានអាកាសធាតុអំណោយផលអញ្ចឹងធ្វើឲ្យពួកគាត់នឹងបាត់មានភាពតានតឹងដែលនៅទីក្រុងវាអត់មានសភាពទេសភាពឬក៏ខ្យល់បរិសុទ្ធអីចឹងណាអញ្ចឹងពួកគាត់ក៏ផ្ដោតអារម្មណ៍ក្នុងការគូរូបទៅលើទេសភាពស្អាតនៅក្រៅចការបស់បងថានហ្នឹងទៅហើយខ្ញុំភ្លេចបញ្ជាក់បងប្អូនមួយទៀតដោយសារតែចកាហ្នឹងខាងចុងចកាប្រអស់មានស្រះឈូកមួយហើយស្រះហ្នឹងគឺធំដែរតែនៅក្រៅចការបស់ឪពុករបស់បងថានហ្នឹងហើយស្រះមួយហ្នឹងដែរគឺសម្បូរដើមឈូកមែនទែនផ្កាឈូកអីមើលទៅវាស្រស់ស្អាតណាធ្វើឲ្យពួកគាត់ហ្នឹងចាប់អារម្មណ៍គូរូបគូអីតាមចំណង់ចំណូលចិត្តរបស់គាត់ទៅណាហើយបងថាំងហើយនៅបងសែនហ្នឹងគាត់ក៏ចាប់ផ្ដើមគូគំនូរបស់គាត់បានម្នាក់មកផ្ទាំងរួចរាល់ហើយបានស្អាតទៀតណាហើយពួកគាត់ហ្នឹងក៏អង្គុយលេងឬក៏ជជែកគ្នាលេងតាមបែបរបស់គាត់រៀងខ្លួនអញ្ចឹងណាហើយមកសន្ទុះក្រោយមកបានបងថាំងហ្នឹងក៏ប្រាប់ទៅបងសែនថាឲ្យបងសែនអង្គុយលេងនៅនឹងសិនហើយគាត់ទៅផ្ទះមួយផ្លែតដោយសារតែគាត់មានការលវនៅផ្ទះមួយផ្លែតឲ្យបងសែនអង្គុយលេងហើយគូរូបអីបន្ថែមទៀតនៅក្នុងចកាហ្នឹងទៅណាអញ្ចឹងទៅក៏បងថាំងហ្នឹងក៏ធ្វើដំណើរទៅផ្ទះរបស់គាត់វិញហើយនៅពេលដែលបងថាំងគាត់ធ្វើដំណើរដើរចេញបានបន្តិចក៏ងាកមកក្រោយស្រែកទៅបងសែនថាកុំឲ្យបងសែនហ្នឹងនៅល្ងាចពេកហើយល្ងាចតិចឆាប់ធ្វើដំណើរចូលផ្ទះវិញទៅណាកុំឲ្យបងសែននៅនឹងយូរពេកដោយសារតែឪពុករបស់បងថាំងនឹងគាត់ប្រាប់តហើយបងសែនក៏មានការឆ្ងល់ដែរថាមានមូលហេតុអីបានគាត់ឲ្យគាត់នៅយូរអីចឹងណាហើយក៏គាត់ប្រងស្រែកទៅសួរបងថាំងវិញតែបងថាំងដើរលឿនមែនទែនដើរទៅក៏បាំងដើមឈើធំមួយទៅគាត់ក៏ធ្វើឲ្យហីថាចេះឆ្លើយចាស់ទៅនៅផ្ទះគេអញ្ចឹងយើងអាចនៅយូរបានឯព្រោះកន្លែងហ្នឹងគឺគាត់អត់សូវតែស្គាល់ហើយហ្នឹងគឺរៀងរសៀលតិចណារៀងរសៀលរៀងងាចអញ្ចឹងទៅពួកបងថានហ្នឹងក៏ដើរទៅផ្ទះបារាយហើយឥឡូវហ្នឹងគឺនៅតែបងសែនទេណានៅក្នុងចកាមួយហ្នឹងហើយបងសែនក៏ថាពេលហ្នឹងគឺគាត់មានអារម្មណ៍ថាល្ងុយគេងក៏យកកទេឲ្យគាត់យកមកពីផ្ទះហ្នឹងមើលមកក្រាលមកក៏បារះខ្លួនសម្រាប់បន្តិចទៅណាហើយអញ្ចឹងទៅពួកបងសែនហ្នឹងក៏មិនដឹងថាគាត់ហ្នឹងគេងលក់ពេលណាក៏មិនដឹងហើយបន្ទាប់ពីបងសែនគាត់គេងលក់គាត់បានយល់សពថាមានឆ្មាមួយមកយំក្បែរគាត់ហើយឆ្មាមួយហ្នឹងគឺឆ្មាខ្មៅបានដើរសម្ដៅមករកគាត់ហ្នឹងនៅឈរសម្លឹងមើលមុខគាត់ហើយសភាពដែរឆ្មានឹងសម្លឹងមកមើលទៅគួរឲ្យខ្លាចមែនទែនហើយខ្ញុំបញ្ជាក់មួយទៀតគឺចកាហើយនឹងផ្ទះគាត់គឺមិនមែនឆ្ងាយទេគឺដើរប្រហែលជា100ម៉ែត្រឬក៏50ម៉ែត្រអីក៏ដល់ផ្ទះគាត់វិញណាហើយបងសែនពេលហ្នឹងគាត់ចាំថាពេលដែលគាត់មកដំបូងមានសំឡេងសត្វឆ្មាយំហើយគាត់គិតថាឆ្មាយំហ្នឹងប្រហែលជាឆ្មាមួយហ្នឹងណាដែលយំចេញពីចកានៅពេលយប់ដែលគាត់សម្រាប់អត់លក់ពេលហ្នឹងបងសែនហ្នឹងក៏សម្លឹងទៅសត្វឆ្មាវិញទាំងដែលសត្វឆ្មាហ្នឹងកំពុងតែសម្លឹងមកគាត់ហើយសត្វឆ្មាហ្នឹងមើលមុខវាទៅវាបញ្ចេញចកោមមកឡើងមុតស្រួចហើយមើលទៅគួរឲ្យខ្លាចមែនតើណាហើយគាត់គិតទៅដល់យប់នោះទៀតកាន់តែខ្លាចឡើងណាបងសែនគាត់ថាពេលហ្នឹងគាត់កម្រើកដៃកម្រើកជើងនិយាយអីអត់កើតទេប្រៀបបានដូចជាខ្មោចចកត់បងប្អូនដែលធ្លាប់ខ្មោចចកត់ទេអញ្ចឹងសភាពរបស់គាត់ពេលហ្នឹងអញ្ចឹងគាត់កម្រើកអត់កើតស្រែកក៏អត់កើតមានតែសម្លឹងទៅមើលឆ្មាធំខ្មៅមួយហ្នឹងទាំងអារម្មណ៍ភ័យខ្លាចគាត់ឃើញឆ្មានឹងមានចកោមមុតស្រួចហើយភ្នែករបស់វានឹងឡើងក្រហមដូចងើកភ្លើងបងប្អូនសាក់សម័យមើលហើយឆ្មានឹងនៅតែបន្តមើលមុខគាត់ហ្នឹងសម្លឹងទាំងដូចជាមានគំនុំជាមួយគាត់អញ្ចឹងមានគំនុំជាមួយបងសែនហ្នឹងហើយបងសែនពេលហ្នឹងកាន់តែភ័យណាដោយសារតែកម្រើកដៃកម្រើកជើងអត់បានអញ្ចឹងមានតែទ្រាំទាំងខ្លួនឯងផិតភ័យហើយបងសែនក៏បញ្ជាក់មួយទៀតគាត់ថាឆ្មានឹងនៅតែសម្លឹងមករកគាត់ហ្នឹងដល់ពេលមកស្ទុះក្រោយមកស្រាប់តែឆ្មាដែលមានចកោមមុតស្រួចហើយភ្នែកក្រហមពេលហ្នឹងវាคล้ายជាផ្សែងដែលពណ៌ក្រហមមួយដុំធំហោះបោះពួយឡើងទៅលើមេឃពេលហ្នឹងគាត់ឆ្ងល់ដែរថាហេតុអីក៏វាមានរឿងបែបហ្នឹងកើតឡើងហើយក៏ហោះទៅលើមេឃយូរទៅក៏បាត់បន្តិចម្ដងដុំពណ៌ក្រហមហ្នឹងដុំភ្លើងពណ៌ក្រហមហ្នឹងហើយអាភ្លើងពណ៌ក្រហមហ្នឹងបាត់ហើយស្រាប់តែ
លិចរូបរាងមនុស្សស្រីម្នាក់ចេញមកចំពោះមុខគាត់ហើយមានរូបរាងស្អាតមែនទែនមុខមាត់ស្អាតបាតសម្បុរសហើយសក់វែងឡាយដល់ចកេះណាបងសែនគាត់ថាពេលបាត់អាភ្លើងដុំពណ៌ក្រហមហ្នឹងហើយស្រាប់តែលិចរូបរាងមនុស្សស្រីមកហើយមនុស្សស្រីហ្នឹងមានសភាពសម្លៀកបំពាក់អីបែបបុរាណណាបងប្អូនសាកសម័យមើលទៅដូចជាមនុស្សសម័យមុនណាហើយពេលហ្នឹងដែរបងសែនហ្នឹងគឺវិលហើយដោយសារតែអត់ដែរជួបរឿងចឹងហើយខ្ញុំបញ្ជាក់មួយទៀតគឺក្នុងយល់សពណាមិនមែនជួបពិតទេណាបងប្អូនគាត់គេលក់ទៅយល់សពណាហើយបងសែនគាត់ថាពេលហ្នឹងគាត់សម្លឹងទៅមុខរបស់នារីនឹងអត់ដាក់ភ្នែកអត់ព្រិចភ្នែកដោយសារតែឃើញសម្រស់របស់នារីនឹងស្រស់ស្អាតពេកគាត់ខំសម្លឹងទៅមុខនារីបុរាណហ្នឹងដោយអត់ដាក់ភ្នែកហើយប្រឹងចំណាំខំចំណាំដើម្បីឲ្យដិតជាប់ក្នុងអារម្មណ៍របស់គាត់ដើម្បីគាត់យករូបរបស់នារីបុរាណហ្នឹងយកទៅគូក្នុងគំនូររបស់គាត់ចឹងណាពេលហ្នឹងគាត់តក់ស្លុតដែរតែអត់មានអារម្មណ៍ថាគួរឲ្យខ្លាចគួរអីដោយសារតែសភាពរបស់នារីបុរាណហ្នឹងវាចេញមកគួរឲ្យចាប់អារម្មណ៍ហើយស្រស់ស្អាតទៀតអញ្ចឹងគាត់អត់មានអារម្មណ៍ថាភ័យខ្លាចទេតែគាត់តក់ស្លុតដែរដោយសារតែអត់ដែរជួបរឿងបែបហ្នឹងពេលបងសែនកំពុងតែគិតក្នុងចិត្តម្នាក់ឯងហ្នឹងហើយក៏សម្លឹងទៅនារីនឹងម្ដងទៀតក៏នារីនឹងបញ្ចេញស្នាមញញឹមបញ្ចេញស្នាមញញឹមទៅដាក់ឲ្យបងសែនណាដោយក្តីរីករាយគាត់មើលទៅហើយពេលហ្នឹងគឺកាន់តែស្អាតទៀតណាហើយបងសែនគិតថានារីម្នាក់ហ្នឹងដូចជាដឹងថាគាត់គិតអីចឹងគិតថាចង់គូរូបគំនូររបស់នារីបុរាណហ្នឹងមានអារម្មណ៍ថាដូចជាគាត់ដឹងអញ្ចឹងហើយនារីបុរាណហ្នឹងនៅឈរត្រង់ភ្លឹងញញឹមដាក់បងសែនហ្នឹងនៅចំពោះមុខរបស់គាត់ហ្នឹងដែលមើលទៅដូចជាចង់ឲ្យបងសែននឹងចំណាំមុខរបស់គាត់ឲ្យច្បាស់ដើម្បីគូរូបនឹងបានស្អាតល្អពេលហ្នឹងបងសែនគាត់ថាអញ្ចឹងហើយបងសែនគាត់ថាពេលហ្នឹងគាត់កំពុងតែផ្ដោតអារម្មណ៍ណាកំពុងតែសម្លឹងទៅមើលមុខនារីហ្នឹងដើម្បីឲ្យចងចាំមកស្រាប់តែនារីហ្នឹងនិយាយមកកាន់បងសែនថាឲ្យជួយគាត់ផងគាត់ត្រូវការកន្លែងនៅថ្មីកន្លែងរស់នៅថ្មីដោយសារតែកន្លែងនេះវាពិបាកក្នុងការរស់នៅចាំឲ្យបងសែនហ្នឹងជួយឲ្យរកកន្លែងរស់នៅផ្សេងថ្មីឲ្យគាត់ផងហើយបន្ទាប់ពីនិយាយប៉ុណ្្នឹងហើយក៏រាងកាយរបស់នារីបុរាណហ្នឹងក៏ប្រែคล้ายទៅជាផ្សែងមួយដុំពណ៌ក្រហមហើយទីបំផុតក៏ផ្សែងហ្នឹងក៏វាคล้ายទៅជាឆ្មាខ្មៅវិញឆ្មាខ្មៅធំមួយដែលមានចង្កូមមុតស្រួចហើយមានភ្នែកក្រហមហើយក៏បោរត់សម្ដៅទៅក្នុងចកាជ្រៅបាត់ទៅណាហើយបងសែនពេលហ្នឹងភ័យណាដោយសារតែឃើញឆ្មាខ្មៅហ្នឹងវិញអញ្ចឹងគាត់ភ័យវិញហើយពេលដែលគាត់កំពុងតែភ័យស្លន់ស្លោហ្នឹងស្រាប់តែគាត់ឮសំឡេងថាអាសែនឆាប់ភ្ញាក់ឡើងពេលហ្នឹងគឺបងថាំងមកដល់ពេលហ្នឹងហើយបានគាត់ភ្ញាក់វិញហើយភ្ញាក់ឡើងបះដៃបះជើងដោយសារតែគាត់ភ្ញាក់ស្មានតែមានរឿងអីកើតឡើងហើយណាមួយគាត់គេងលក់ហើយយកសពឡៃស្លងរឿងរស់សពហ្នឹងហើយបងថាំងក៏សួរទៅបងសែនថាតែឃើញសភាពបងសែនមើលទៅស្លេកស្លាំងដូចភ្ញាក់ផ្អើលរឿងអីមួយយ៉ាងពេលហ្នឹងគាត់សួរថាបងសែននឹងត្រូវខ្មោចឡងមែនហើយបងសែនពេលហ្នឹងហើយក៏ស្រែកប្រាប់បងថាំងវិញថាខ្មោចឡងគាត់មែនហ្នឹងពេលគាត់គេងលក់ហ្នឹងគាត់យល់សបិនឃើញឆ្មាខ្មៅមានភ្នែកក្រហមហើយនឹងចង្កូមមុតស្រួចហើយបន្ទាប់មកបងខ្លាយទៅជានារីសស្អាតមួយបែបបុរាណហើយពេលបងថាំងឮបងសែននិយាយអញ្ចឹងក៏ឈប់ឲ្យបងសែននិយាយបន្តទៀតក៏រៀដៃឈប់ឲ្យនិយាយបន្តទៀតហើយបងសែនពេលហ្នឹងគាត់ឆ្ងល់ដែរណាមិនបានបងថាំងឈប់ឲ្យគាត់និយាយតែគាត់និយាយអត់ទាន់បានចប់សាច់រឿងដែលគាត់ជួបហេតុការណ៍មិញហ្នឹងហើយពួកគាត់ពីរនាក់ហ្នឹងក៏បញ្ញាប់រើយអ្វីហ្នឹងទៅក្នុងផ្ទះវិញដោយសាររៀងល្ងាចទៅផ្ទះដើម្បីហូបបាយហូបអីចឹងណាដោយសារពុកម្ដាយរបស់បងថាំងហ្នឹងកំពុងតែចាំបាយចឹងណាហើយបន្ទាប់ពីបងសែននិងបងថាំងហូបបាយអីរួចរាល់ក៏បងថាំងហ្នឹងបបួលបងសែនហ្នឹងទៅគូរុកលេងនៅខាងមុខផ្ទះរបស់គាត់ហ្នឹងមានដើមឈើធំហើយមានកន្លែងអង្គុយមានកន្លែងអីកន្លែងនិយាយអីគ្នាលេងចឹងណាដោយមានភ្លើងមានអីភ្លឺស្រួលឲ្យគាត់គូរុកគូគំនូអីចឹងទៅហើយបងសែនក៏អត់ចាំយូរដែរក៏ប្រមូលអីវ៉ាន់របស់គាត់សម្រាប់គូគំនូហ្នឹងទៅតាមបងថាំងទៅហើយគាត់ទៅគូរូបហ្នឹងមិនមែនឆ្ងាយទេបងប្អូនដើរប្រហែលជាមិនតិចទៅដល់កន្លែងដែលគាត់ត្រូវគូរូបចឹងអាហ្នឹងដូចកន្លែងដែលគេងាកឡើងអង្គុយលេងអង្គុយជជែកគ្នាលេងមានភ្លើងបំភ្លឺអីប្លង់ចឹងអាហ្នឹងកន្លែងដែលពួកគាត់ទៅគូរូបហើយបងសែនក៏គាត់មានឱកាសពេលហ្នឹងហើយសម្រាប់គូរូបនារីបុរាណដែលស្រស់ស្អាតដែលគាត់យល់សពឃើញល្ងាចមិញហើយគាត់ចាំច្បាស់មែនតើដោយសារតែនារីបុរាណហ្នឹងនៅឈរចំពោះមុខរបស់គាត់អញ្ចឹងធ្វើឲ្យគាត់ចាំនៅក្នុងគូក្បាលរបស់គាត់សម្រាប់យកមកគូរូបឲ្យបានស្រស់ស្អាត
ហើយបន្ទាប់ពីនឹងដែរគឺគាត់បានគូរូបនារីនឹងស្អាតដូចបំណងមែនណារួចរាល់ហើយពីរនាក់គាត់នឹងគឺបានជជែកគ្នាលេងហើយគូរូបហើយមកផ្ទាំងអីចឹងទៅក៏ជជែកគ្នាលេងអស់មកសន្ទុះចឹងទៅក៏បបួលគ្នានឹងទៅបន្ទប់គេងរបស់គាត់វិញណាហើយគាត់ថាបងសែនគាត់ថាយប់ហ្នឹងគឺគាត់គេងលក់ស្រួលមែនតើដោយអត់មានសុបិនអត់មានរស័ព្ទអីទៀតទេគាត់ថាយប់ហ្នឹងគាត់គេងលក់ស្រួលដល់ថ្ងៃចាំងគូតហើយនៅពេលដែលបងសែនភ្ញាក់ហ្នឹងគឺដោយសារតែសំឡេងជជែកគ្នាខ្លាំងៗនៅក្រោមផ្ទះរបស់គាត់ណាហើយបងថាំងក៏គាត់គេងលក់ស្រួលណាគាត់នៅពីនេះហ្នឹងហើយបងថាំងហ្នឹងក៏ឮសំឡេងឪពុករបស់គាត់ហៅអញ្ចឹងក៏សួរទៅបងសែនថាទៅអត់ដោយសារតែឪពុករបស់គាត់ហៅគាត់ទៅចកាក្រោយជាមួយនឹងម្ដាយរបស់គាត់ដែរហើយបងថាំងពេលហ្នឹងគាត់ងើបទាំងមើលទៅតែងើបពីគេងភ្លាមអញ្ចឹងឮសំឡេងគេនិយាយគ្នាឆោឡោនៅក្រោមផ្ទះហ្នឹងក៏ងើបដើរតាមបងថាំងទៅណាហើយបងសែនហើយនឹងបងថាំងហ្នឹងជាមួយនឹងម្ដាយរបស់បងថាំងហ្នឹងក៏ទៅជាមួយដែរដើម្បីទៅចកាមើលអញ្ចឹងថាឪពុកគាត់ស្រែកហៅធ្វើអីហើយទៅពេលទៅដល់កន្លែងចកាហ្នឹងក៏ឪពុកគាត់កំពុងតែឈរមើលមានសត្វឆ្មាមួយក្បាលណាតែដេកស្លាប់នៅក្បែរបឹងឈុកស្រះឈុកដែលពួកគាត់ទៅអង្គុយងាកកាលមុននោះហើយបងសែនបងថាំងពេលហ្នឹងគឺភ័យចាប់ដើមភ័យបងសែនភ័យជាងគេដោយសារតែគាត់ឃើញឆ្មាហ្នឹងប្រហែលជាឆ្មាដែលគាត់រស័ព្ទឃើញភ្នែកខំហើយមានឆ្កូមស្រួចហើយពេលហ្នឹងដែរក៏ឪពុករបស់បងថាំងហ្នឹងក៏ត្រឡប់រាងកាយរបស់ឆ្មាហ្នឹងត្រឡប់មកខាងមុខវិញថាមើលមានស្នាមរបួសឬក៏ស្នាមរហេរហែកត្រង់ណាអត់តែវាអត់ឃើញអត់ដឹងឆ្មាហ្នឹងស្លាប់មួយលហេតុអីទេឈាមមកតំណក់ក៏អត់មានដែរពេលហ្នឹងដែរបងសែនគឺគាត់មានការភ័យមែនទែនដោយសារតែបែរត្រឡប់មកមុខពេលហ្នឹងឃើញឆ្មាហ្នឹងគាត់ប្រកាស 100% ថាឆ្មាដែលគាត់រស័ព្ទឃើញហើយពួកគាត់4នាក់ហ្នឹងមានការនឿយឆ្ងល់មែនទែនដោយសារតែអត់ដឹងឆ្មាហ្នឹងស្លាប់មូលហេតុទេសូម្បីតែរបួសមកកន្លែងក៏អត់មានបងប្អូនគិតដូចខ្ញុំអត់ទាំងវាងាប់ដោយសារអីពេលហ្នឹងឪពុកបងថាំងហើយនឹងបងថាំងបងសែនហើយនឹងម្ដាយរបស់គាត់កំពុងតែសញ្ញាសួរពេញក្បាលថាឆ្មាហ្នឹងវាស្លាប់ដោយសារអីហើយបងសែនបញ្ជាក់មួយទៀតថាឪពុករបស់បងថាំងហ្នឹងគាត់បានទៅស្ទាបឆ្មាទៅបវល់ឆ្មាគាត់ថាឆ្មាហ្នឹងមានសភាពរាងកាយក្តៅទេដូចជាទៅតែស្លាប់មិញមិនមែនស្លាប់យូរពីមុនមកណាដូចជាទៅស្លាប់មិញដោយសារវាក្តៅអ៊ុននោះហើយពួកគាត់4នាក់ហ្នឹងក៏អត់ចាំយូរដោយសារតែអត់សូវស្រួលអញ្ចឹងក៏ឪពុករបស់អង្គថាំងបញ្ញាយកឆ្មានឹងយកទៅកប់នៅវត្តដែលមិននៅឆ្ងាយពីផ្ទះរបស់គាត់ណាយកទៅកប់នៅវត្តហ្មងមិនមែនខប់នៅក្នុងចការបស់គាត់ទេណាហើយបន្ទាប់ពីឪពុកអង្គថាំងយកឆ្មាទៅកប់នៅវត្តហើយគាត់ត្រឡប់មកផ្ទះវិញណាគាត់បាននិយាយរឿងរ៉ាវដែលកើតពីខែមុនមកប្រាប់បងថាំងហើយនឹងបងសែនណាឲ្យបានដឹងបងថាំងគាត់បានថាកាលពីខែមុនណាមានល្ងាចមួយគាត់កំពុងតែស្រោចទឹកក្នុងចំការរបស់គាត់ធម្មតាហ្នឹងស្រាប់តែមានឃើញរថយន្តមួយគ្រឿងដែលបើកមកចតនៅជាប់ផ្លូវជាប់ចំការរបស់គាត់ពុកមុនថាំងបានឃើញហើយពេលហ្នឹងដែរគឺគាត់សង្កេតមើលថាមកស្ទុះក្រោយមកមានមនុស្សម្នាក់បើកទ្វារចេញមកក៏បានដើរសម្ដៅទៅលើគូតឡានណាដើម្បីបើកយកវត្ថុអីមួយយ៉ាងអោបនៅជាប់នឹងខ្លួនចូលទៅបោះចូលក្នុងចការបស់គាត់ពេលហ្នឹងគាត់ក៏បញ្ញាឡើងឡានឡើងអីវិញទៅក៏ឡានហ្នឹងចេញបាត់ទៅណាគាត់ទៅវត្តតួអញ្ចឹងក៏គាត់ទៅមើលកន្លែងដែរឃើញមនុស្សម្នាក់កាន់របស់អីមួយយ៉ាងយកទៅបោះចោលក្នុងចការបស់គាត់ហើយនៅពេលដែលឪពុករបស់បងថាំងទៅដល់កន្លែងដែរមានបុរសមួយយករបស់អីម្ដងទៅដោះនៅក្នុងចការបស់គាត់ស្រាប់តែគាត់ឃើញឆ្មាខ្មៅមួយដែលចេញពីថង់ខ្មៅហ្នឹងស្ទុះចេញមកភ្លាមរត់ទៅចូលក្នុងចកាជ្រៅបាត់ទៅណាហើយពេលហ្នឹងគាត់តាមអត់ទាន់នេះពេលហ្នឹងគាត់មានអារម្មណ៍ថាឆ្ងល់ដែរណាឪពុករបស់បងថាំងឆ្ងល់ទៅម្ចាស់ឡានណាថាមិនបានយកឆ្មាបោះចូលក្នុងចការបស់គាត់តែអត់សុំអនុញ្ញាតពីគាត់អញ្ចឹងពេលហ្នឹងគាត់ឆ្ងល់ដែរតែមិនដឹងធ្វើម៉េចបើឆ្មារត់ទៅបាត់ឯហ្នឹងហើយក្រោយពីឆ្មារត់ចូលចការបស់គាត់ហ្នឹងគាត់សង្កេតឃើញថាចាប់ពីពេលមានឆ្មារត់ចូលក្នុងចការបស់គាត់ហ្នឹងមានហេតុការណ៍ប្លែកធ្លាក់មកលើគាត់ជាឪពុករបស់បងថាំងហ្នឹងហើយឪពុកបងថាំងហ្នឹងគាត់ក៏បានថាមានល្ងាចមួយគាត់ស្រោចដំណាំដូចរាល់ដងអញ្ចឹងស្រាប់តែគាត់ប្រទះឃើញស្ត្រីដែលមានរូបរាងស្អាតស្លៀកពាក់បែបសម័យបុរាណណាបងប្អូនដើរក្នុងចំការយ៉ាងជ្រៅដែលជារឿងមួយដែលគួរឆ្ងល់មែនទែនគឺថា
មាននារីមកបណ្ណាដើរក្នុងចការប្រកួតចឹងហើយពុករបស់បងថានក៏បញ្ជាក់ទៀតថានារីម្នាក់ហ្នឹងដើរលឿនមែនទែនគាត់ដើរតាមយ៉ាងណាក៏តាមនារីបុរាណហ្នឹងអត់ទាន់ដែរគាត់ថានារីម្នាក់ហ្នឹងដើរផ្លែតចូលទៅចំការជ្រៅបាត់ទៅបីបាត់ឈឹងហ្មងគាត់រកយ៉ាងណាក៏រត់ឃើញដែរពេលហ្នឹងគាត់ឆ្ងល់ណាគាត់ថាមានតែខ្មោចឬក៏ពួកអមនុស្សមកលគាត់ចឹងណាហើយបងប្អូនគិតមើលទៅមាននារីណាដើរលឿនម្ល៉េះដើមផ្លែតបាត់ឈឹងហើយឪពុកពេលហ្នឹងគាត់ភ័យខ្លាចដែរក៏ដើរសំដៅមកផ្ទះវិញណាតាំងបញ្ញាប់ហើយគាត់ថាមានយប់មួយទៀតអាហ្នឹងពេលយប់មិនមែនពេលថ្ងៃណាអានេះពេលយប់គាត់ថាពេលយប់មួយគាត់កំពុងតែដេកលងលក់ស្រាប់តែលឺសំឡេងមនុស្សស្រែកស្លេស្លាដូចជាមានឃើញអ្វីមួយយ៉ាងហើយឪពុកផងថាំងហ្នឹងគាត់បញ្ជាក់ថាសំឡេងមនុស្សហ្នឹងគឺមនុស្សដែលឆ្លៀតឱកាសដែលជាចោរលួចចាប់ត្រីប្រកួតនៅក្នុងស្រះឈប់ប្រកួតដែលឪពុកផងថាំងចិញ្ចឹមក្នុងហ្នឹងគាត់ច្បាស់ 100% មកថាសំឡេងហ្នឹងគឺសំឡេងអ្នកដែលលួចចាប់ត្រីប្រកួតក្នុងស្រះប្រកួតចិញ្ចឹមហ្នឹងហើយសភាពដូចជាស្លន់ស្លោរត់គេចពីអ្វីមួយដូចខ្មោចលងអីចឹងណាអាហ្នឹងគាត់គិតគាត់ឮតែសំឡេងតែគាត់បានដើរទៅទេហើយអានេះខ្ញុំរំលងមកពេលព្រឹកឪពុកបងថាងគាត់ថាគាត់បានឮសំដីរបស់អ្នកភូមិនិយាយតគ្នាថាមានខ្មោចស្រីម្នាក់នៅយាមចំការប្រកួតនឹងស្រះត្រីដែលគាត់ចិញ្ចឹមហ្នឹងដោយសារតែមានអ្នកគេឃើញហើយអ្នកភូមិក៏និយាយបន្ថែមទៀតថានារីហ្នឹងបង្ហាញមកគឺគួរឲ្យខ្លាចមែនទែនគាត់ថាឆ្លៀកពាក់បែបសម័យបុរាណសក់អូសដល់ដីហើយភ្នែកលៀនមុខរលួយរលេះអីហ្នឹងនោះឈរចាំចការរបស់ឪពុកគាត់ហើយឪពុកបងថាំងពេលហ្នឹងក៏ភ័យដែរណាគាត់ថាខ្មោចមកពីណាគាត់នៅចការនឹងយូរហើយដូចជាអត់ដែរឃើញអត់ដែរប្រទះអីចឹងណាហើយអញ្ចឹងទៅបានថាគិតជាមួយនឹងម្ដាយរបស់គាត់ណាហើយចាប់តាំងពីពេលហ្នឹងមកគឺលែងមានចោរលួចត្រីឬក៏ផ្លែឈើនៅក្នុងចការគាត់ទៀតដែរពេលដែលឮអ្នកភូមិនិយាយមកអញ្ចឹងណាថាមានខ្មោចមានអីនៅយាមចការប្រកួតអញ្ចឹងអ្នកលួចត្រីនៅអីគេឮគេដឹងអីចឹងទៅគេក៏លែងហ៊ានមកលួចត្រីឬក៏ផ្លែឈើប្រកួតទៀតដែរពេលហ្នឹងណាហើយរំលងមកពី3ខែហ្នឹងក៏អត់មានហេតុការណ៍អីប្លែកកើតទៅលើពួកគាត់ទៀតដែរវាស្ងាត់ឈឹងហើយស្រាប់តែបងថាំងហើយនៅបងសែនមកលេងផ្ទះហ្នឹងស្រាប់តែមានរឿងរ៉ាវប្លែកកើតម្ដងទៀតណាដោយសារតែមានសត្វឆ្មាខ្មៅដេកស្លាប់ទាំងអត់ដឹងមូលហេតុវាស្លាប់ដោយសារអីហើយបងសែននៅបងថាំងហ្នឹងក៏បានស្ដាប់ឪពុករបស់គាត់និយាយរឿងរ៉ាវទាំងអស់ឲ្យស្ដាប់ក៏បានគាត់យល់នឹងមានការភ័យខ្លាចមែនទែនដោយសារតែពួកគាត់ហ្នឹងអត់ដែលជួបរឿងរ៉ាវអីប្លែកចឹងអញ្ចឹងក៏ធ្វើហីណាអត់ហ៊ានគិតច្រើនទេហើយក៏ពី3ថ្ងៃក្រោយពួកគាត់បងសែនហើយនៅបងថាំងហ្នឹងក៏លាឪពុកម្ដាយរបស់គាត់ហ្នឹងទៅរាជធានីភ្នំពេញវិញណាដោយសារតែដល់ថ្ងៃគេចូលរៀនវិញអញ្ចឹងពួកគាត់មានតែលាឪពុកម្ដាយគាត់បញ្ញាប់ទៅទីក្រុងភ្នំពេញវិញហើយអញ្ចឹងទៅបងសែនហើយបងថាំងក៏បានហៅតាក់ស៊ីដើម្បីទៅទីក្រុងភ្នំពេញវិញណាហើយនៅអំឡុងដែលពេលពួកគាត់ជិះក្នុងឡានហ្នឹងបងសែនក៏ថានៅក្នុងឡានហ្នឹងគឺធំក្លិនស្អុយដូចអុយខ្លាំងមែនទែនណាដូចសាកសពស្អុយរលួយនៅក្នុងឡានហ្នឹងអញ្ចឹងណាហើយក៏ថាក្លិនស្អុយហ្នឹងគឺចេញមកពីកាបូបរបស់គាត់ដែលគាត់ដាក់រូបគំនូររបស់គាត់នៅក្នុងហ្នឹងរូបគំនូរដែលនារីបុរាណដែលគាត់គូថ្ងៃមុននៅក្នុងហ្នឹងបាទគាត់ថាធំក្លិនហ្នឹងគឺចេញមកពីកន្លែងហ្នឹងហើយពេលហ្នឹងដែរគាត់ក៏បានកេះទៅបងថាំងសួរថាបងថាំងស្អុយអត់មានស្អុយក្លិនស្អុយអីអត់បងថាំងគាត់ក៏វិក្បាលគាត់ថាអត់មានធំក្លិនអីផងហើយបងសែនក៏កលែកមើលអ្នកនៅក្នុងឡានហ្នឹងមានអាការៈឬក៏សភាពការដែលមានធំក្លិនស្អុយអីទេពេលហ្នឹងដូចជាគាត់ហ្នឹងធំក្លិនតែម្នាក់ឯងពេលហ្នឹងគាត់ឆ្ងល់ណាបងប្អូនហើយគាត់ថាបិទច្រមុះផងពាក់ម៉ាស់ផងនោះតែឃ្លុំធំក្លិនស្អុយហ្នឹងអត់បាត់ទេគាត់ថានៅពេលដែលរថយន្តដែលគាត់ជិះហ្នឹងឈប់ឲ្យអ្នកដំណើរផ្សេងហូបបាយហូបអីក៏គាត់យកអាកាសពេលហ្នឹងក៏យកផ្ទាំងរូបភាពរបស់គាត់ដែលគាត់គូរូបនារីបុរាណមកផ្ទាំងហ្នឹងក៏ដកចេញមកណាក៏ដើរតម្រង់ទៅស្ពានមួយកន្លែងដែលនៅក្បែរហ្នឹងហើយគាត់ដើរហ្នឹងក៏ដើរទៅម្នាក់ឯងអត់ហៅបងថាំងទៅណាដោយសារបងថាំងទៅបន្ទប់ទឹកឬក៏ទៅហូបបាយអីចឹងណាគាត់អត់ហ៊ានរំខានអញ្ចឹងគាត់ដើរទៅម្នាក់ឯងដើរទៅបានពាក់កណ្ដាលស្ពានហ្នឹងក៏គាត់សម្រេចចិត្តនឹងបោះរូបភាពមកផ្ទាំងទៅក្នុងទឹកដើម្បីឲ្យបាត់ធំក្លិនស្អុយឬក៏ខ្លាចវិញ្ញាណដែលក្នុងគំនូរនឹងមកតាមគាត់ទៀតពេលហ្នឹងគាត់ដឹងថារូបគំនូរនឹងមានវិញ្ញាណសន្ធិដ្ឋនៅក្នុងនឹងបានគាត់
យកមកបោះចោលក្រោមស្ពានហ្នឹងណាហើយគាត់បំរុងនឹងទម្លាក់រូបភាពផ្ទាំងហ្នឹងចុះទៅក្នុងក្រោមស្ពានហ្នឹងក៏ចៃដន្យអីមានបរិសម្នាក់ដើរមកសម្ដៅមករកគាត់ណាហើយគាត់បរិសហ្នឹងក៏សួរទៅបងសែនណាឈប់ថាបងសែនហ្នឹងចង់បោះអីចោលគាត់អាចសុំមើលបន្តិចបានអត់ដោយសារតែឃើញរូបគំនូរផ្ទាំងវាមានភាពស្រស់ស្អាតណាពេលហ្នឹងបុរសហ្នឹងអត់ឲ្យបងសែនបោះរូបហ្នឹងទៅក្នុងទឹកទេហើយបុរសហ្នឹងក៏សួរគាត់ទៀតថាមិនបានត្រូវបោះរូបភាពនឹងចោលឃើញវានៅស្អាតនៅប្រើកាយបានអញ្ចឹងហើយបងសែនក៏ថាបុរសហ្នឹងសួរលក្ខណៈចង់បានរូបភាពហ្នឹងណាចង់សុំរូបភាពនឹងអីចឹងទៅហើយបុរសហ្នឹងនិយាយទៅកាន់បងសែនថាគាត់ចូលចិត្តសិល្បៈគូរូបគូរូបបែបអញ្ចឹងអញ្ចឹងគាត់អាចសុំរូបនឹងពីបងសែនបានអត់ហើយបងសែនទុកទៅអីបើបងសែនគាត់ប្រងនឹងបោះចោលរូបភាពនឹងដដែលអញ្ចឹងឲ្យគាត់ទៅមិនចំណេញបើគាត់ឈប់ប្រើកាយបើបងសែនឈប់ប្រើកាយហើយបងសែនពេលហ្នឹងគឺអត់មានអីតបតទេហើយគាត់ក៏បានសួរទៅបុរសហ្នឹងថាចង់បានរូបភាពនឹងពិតមែនហើយពេលហ្នឹងដែរបងសែនក៏ងក់ក្បាលថាយកក៏យកទៅណាហើយមុនដំបូងបងសែនក៏អត់ចង់ឲ្យដែរខ្លាចវិញ្ញាណដែលនៅស្ថិតក្នុងរូបភាពនឹងធ្វើបាបបុរសហ្នឹងពេលហ្នឹងគាត់អត់ចង់ឲ្យតែមើលសភាពបុរសហ្នឹងចង់បានពេកអញ្ចឹងក៏ឲ្យទៅបុរសហ្នឹងទៅណាហើយបុរសណាម្នាក់ហ្នឹងពេលបានលឺសម្ដីថាឲ្យពេលហ្នឹងគាត់ត្រេកអរមែនទែនបងសែនគាត់ថាទឹកមុខរបស់បុរសហ្នឹងគឺមានការត្រេកអរមែនទែនហើយក៏អត់ចាំយូរធ្វើការអរគុណបងសែននេះបន្តិចទៅក៏ដើរទៅវិញយ៉ាងលឿនទៅណាហើយបងសែនពេលហ្នឹងក៏បញ្ញាប់ឡើងទៅលើឡានរបស់គាត់វិញហើយនៅពេលដែលគាត់ឡើងទៅលើឡានវិញគាត់ថាបាត់ធំក្លិនស្អុយឬក៏ក្លិនឈ្ងុយពេញច្រមុះរបស់គាត់បាត់អស់ហើយណាពេលហ្នឹងហើយអានេះគាត់មកដល់រាជធានីភ្នំពេញវិញគាត់ថាយប់តែគាត់មកដល់ផ្ទះហ្នឹងគាត់គេងលក់គាត់ស្រាប់តែយល់សពថាមានផ្ទាំងរូបភាពដែលគាត់គូថ្ងៃមុនរូបមនុស្សស្រីបុរាណក៏ហោះក្រឡឹងជុំវិញរបស់គាត់ជុំវិញក្រែរបស់គាត់គេងចំនួន13ដងហើយនារីបុរាណហ្នឹងក៏និយាយថាប្រាប់គាត់ថាបងសែនហ្នឹងមានគុណលើគាត់ខ្លាំងណាស់ដែលបានបដូរអាស័យដ្ឋានឬក៏កន្លែងស្នាក់នៅឲ្យគាត់ថ្មីអញ្ចឹងហើយធ្វើឲ្យគាត់បានទៅចាប់ជាតិចាប់អីចឹងណាហើយថាបងសែនហ្នឹងមានគុណលើគាត់ខ្លាំងមែនទែនហើយនារីបុរាណហ្នឹងក៏ថាទៀតថាម្ចាស់ថ្មីរបស់គាត់ហ្នឹងបានស្រឡាញ់យកចិត្តទុកដាក់និងថែរក្សារូបភាពមកស្លឹកបានល្អមែនទែនហើយបងសែនពេលហ្នឹងគាត់ដឹងថារូបភាពហ្នឹងគាត់មិនឲ្យទៅបុរសម្នាក់ដែលសុំពីគាត់ប្រងបោះចោលក្នុងទឹកអញ្ចឹងគឺបុរសហ្នឹងគាត់មើលការថែទាំរូបភាពហ្នឹងបានវិញ្ញាណរបស់នារីបុរាណហ្នឹងមកអរគុណបងសែនអញ្ចឹងទៅណាហើយបងសែនបានត្រឹមស្ដាប់ទេណាគាត់យកសពអញ្ចឹងគាត់និយាយអត់បានអញ្ចឹងក៏រូបភាពមួយស្លឹកដែលហោះជុំវិញខ្លួនគាត់មិញហ្នឹងក៏ហោះទៅឆ្ងាយដាច់ពីកន្ទុយភ្នែករបស់គាត់ទៅណាបន្ទាប់មកបានបងសែនភ្ញាក់វិញហើយបងសែនពេលហ្នឹងគឺភ័យខ្លាចដែរតែនារីម្នាក់ហ្នឹងមកសភាពលក្ខណៈអត់គួរឲ្យខ្លាចអញ្ចឹងក៏គាត់យល់ហើយសាច់រឿងរបស់បងសែនបានសម្រាយចប់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តរឿងមួយនេះហើយគិតហើយពិចារណាដោយយកចិត្តទុកដាក់ទៅបងប្អូននឹងយល់សាច់រឿងមួយនេះណាហើយខ្ញុំបញ្ជាក់មួយទៀតស្ដាប់សាច់រឿងនេះបើជឿឬក៏មិនជឿសូមស្ដាប់ទុកជាការកំសាន្តទៅណាហើយអរគុណច្រើនជួបគ្នានៅដំណើរខ្មោចបន្តទៀតអរគុណ